អាហ្នឹងខ្ញុំនឹងមកធ្វើវីដេអូប្លែកមួយដែលខ្ញុំនឹងអង្គុយធ្វើការប៉ុន្តែខ្ញុំនឹងសន្ទនាមួយអ្នកនរគ្នាហើយសម្រាប់ topic ហ្នឹងខ្ញុំនឹងនិយាយពីចំណុចទាំង4ទាំង5ដែលខ្ញុំគិតថាបើសិនជាអ្នកនរគ្នាចង់ start freelancing នៅលើ platform Upwork ឬក៏ platform Fiverr តើអ្នកនរគ្នាគួរធ្វើអីខ្លះចេញ get ready and work with me ចឹងខ្ញុំមានការងារស្រាវមួយចំនួនធ្វើចឹង mostly writing អីទេអត់មានអីច្រើនទេហើយសម្រាប់ topic ហ្នឹងខ្ញុំនឹងនិយាយពីបទពិសោធន៍របស់ខ្ញុំខ្លះថាតើអ្នកនរគ្នាគួរធ្វើម៉េចបើសិនជាអ្នកនរគ្នាចង់ freelance នៅលើ platform ដូចជា Fiverr ឬក៏ Upwork អញ្ចឹងសម្រាប់ advice ទី1ខ្ញុំគិតថាបើសិនជាអ្នកនរគ្នាចង់ start នៅលើ Fiverr ឬក៏ Upwork របស់ទី1ដែលសំខាន់ជាងគេហ្មងដែលយើងត្រូវតែមានខ្ញុំគិតថាទី1គឺ portfolio អ្នកនរគ្នាត្រូវរៀបចំ portfolio របស់ខ្លួនឯងឲ្យបានស្អាតមិនថាអ្នកនរគ្នាជាអ្នកកាត់តវីដេអូឬក៏ជាអ្នកទៅសេឬក៏ជា video producer អីក៏ដោយខ្ញុំគិតថា portfolio ការរៀប portfolio គឺវាសំខាន់ហើយសម្រាប់portfolio របស់ខ្ញុំគឺខ្ញុំធ្លាប់ប្រើបាន2ទី1ខ្ញុំធ្លាប់ប្រើនៅលើ Google Site តែខ្ញុំគិតថាហ្នឹងវា easy ក្នុងការធ្វើដែរសម្រាប់ beginner បន្ទាប់មកឥឡូវនេះយើងមាន Canva ដែលឥឡូវខ្ញុំកំពុងប្រើ Canva ដែរចឹង Canva វាស្រួលវាមាន template ស្រាប់អីស្រាប់ហើយអ្នកនរគ្រាន់តែ publish ទៅវាជាប់តា domain Canva ឯមិនតិចតួចអញ្ចឹងសម្រាប់ client បទពិសោធន៍របស់ខ្ញុំគឺគេមិនប្រកាន់ឯនឹងអានឹងទេ as long as ការងាររបស់យើងហ្នឹងគឺល្អអញ្ចឹងខ្ញុំគិតថាអ្នកនរបើសិនជាចង់ start freelancing ថាអ្នកនរធ្វើអីទេ advice ពីខ្ញុំគឺទី1គឺត្រូវរៀបចំ portfolio របស់ខ្លួនឯងឲ្យបានស្អាតតែរៀបលើ website រៀបជា slide រៀបជាអីគឺ yes ចឹងហ្នឹងជារបស់ទី1សម្រាប់របស់ទី2ខ្ញុំគិតថាតាក់ទងជាមួយ video editor របស់ដែលសំខាន់ហើយរបស់ដែលចាំបាច់ជាងគេហ្នឹងគឺខ្ញុំគិតថា show reel ជាក់ស្ដែងមែនតើហ្នឹងកាលមុនខ្ញុំអត់គិតថា show reel សំខាន់ទេខ្ញុំដល់យើងធ្វើវីដេអូណាយើងផ្ញើ Google Drive ឲ្យគេទៅមកកញ្ចប់អីចឹងទៅមាន20 30វីដេអូអីចឹងមិនដែរបន្ទាប់ពីធ្វើ freelance មកអាចថាខ្ញុំធ្វើយូរដែរវាចូល3 4ឆ្នាំអីចឹងខ្ញុំអាចនិយាយបានថាអ្នកគ្នាត្រូវស្វែងយល់ពី client សិនមុននឹងយើងផ្ញើអីឲ្យគេមើលអញ្ចឹងណាមុននឹងយើងផ្ញើ portfolio របស់យើងទៅអស់ឲ្យគេមើលអ្នកគ្នាត្រូវសួរទៅ client សិនថាតើគេចង់បានវីដេអូបែបម៉េចគេចង់ធ្វើវីដេអូតាក់ទងជាមួយអីគេអញ្ចឹងបើគេធ្វើតាក់ទងជាមួយ real estate អ្នកគ្នាធ្វើផ្ញើវីដេអូណាដែលតាក់ទងជាមួយនឹង real estate ទៅដែលអ្នកគ្នាគាត់ថាវាល្អជាងគេវា stand out ជាងគេអញ្ចឹងទៅហើយបើគេធ្វើតាក់ទងមួយ short video short form reel អីហ្នឹងអាហ្នឹងយើងផ្ញើតាក់ទងនៅហ្នឹងអញ្ចឹងទៅអញ្ចឹងពេលដែលគ្នាធ្វើអញ្ចឹងwin rate ក្នុងការឈ្នះក្នុងការបានការងារនឹងមកធ្វើវាច្រើនជាងខ្លាំងមកអាហ្នឹងបើតាមបទពិសោធន៍របស់ខ្ញុំឬក៏បើគាត់អ្នកគ្នាចង់ introduce ខ្លួនឯងភ្លាមគឺ show reel គឺវាជួយបានច្រើនព្រោះវាបានបង្ហាញពី budget ច្រើននៅក្នុងនឹងដែលយើងបានធ្វើមួយហើយពេលដែលគេមើលទៅគេចូលចិត្តមួយណាគេនឹង select ប្រាប់យើងថានៅក្នុងចន្លោះពីនេះដល់នេះអាវីដេអូហ្នឹងមានវីដេអូពេញអត់អីអត់អញ្ចឹងយើងគ្រាន់តែផ្ញើឲ្យគេមើលទៅអញ្ចឹងអាហ្នឹងគឺបានហើយសម្រាប់ចំណុចមួយទៀតខ្ញុំគិតថា patient ចំណុចទី3ខ្ញុំគិតថា patient ឬក៏អានេះមិនថាខ្ញុំមកចេះខ្មែរប៉ុន្តែហើយសម្រាប់ទី3ខ្ញុំគិតថា patient ហ្នឹងបើនិយាយពីអត្ថន័យគឺឲ្យយើងហ្នឹងយើងកុំឲ្យយើងបញ្ញាប់នេះយើងចាំមួយពេលដែលយើងធ្វើ portfolio យើងធ្វើមួយយើង set up profile របស់យើងគឺយើងធ្វើមួយហើយយើងត្រូវតែជឿលើ process ហ្នឹងថាយើងត្រូវជឿយើងត្រូវមានទំនុកចិត្តលើខ្លួនយើងថាពេលដែលយើងបង្កើត profile មកយើងធ្វើហ្នឹងមករបស់ហ្នឹងវានឹងបាននៅថ្ងៃណាមួយឲ្យតែអ្នកគ្នានៅតែបន្តខំប្រឹងclient ទី1របស់អ្នកគ្នាហ្នឹងនឹងបានហើយសម្រាប់ចំណុចទី4ដែលខ្ញុំគិតថានេះត្រូវតែមានហ្នឹងគឺបន្ទាប់ពីយើងបាន client ហើយបើសិនជាបាន client ហើយព្យាយាមធ្វើម៉េច communication គឺអ្នកគ្នាត្រូវតែដំបូងគេបំផុតហ្មងការងារទៅបើអ្នកគ្នាបានធ្វើអត់បានធ្វើអ្នកគ្នាត្រូវធ្វើម៉េចប្រាប់ទៅឲ្យ client ដឹងធ្វើម៉េចឲ្យគេដឹងពី process របស់យើងថាវីដេអូយើងបានធ្វើដល់ណាហើយការងាររបស់យើង process ដល់ណាហើយយើងអាចធ្វើឲ្យពេលណាអីចឹងគឺធ្វើម៉េចកុំទុក client ចោលអាហ្នឹងគឺជាបទពិសោធន៍របស់ខ្ញុំហ្មងដែលធ្វើឲ្យ client ហ្នឹងគាត់មានបទពិសោធន៍ល្អក្នុងការធ្វើការមួយយើងគាត់អត់ពិបាកឆាតមកយើង 2-3 ថ្ងៃបានយើង reply អាហ្នឹងក៏ខ្ញុំធ្លាប់ធ្វើដែរនេះហ่ะយើងគិតថាអត់ទាន់ធ្វើហើយផងយើងកុំ reply គាត់អីអញ្ចឹងណាអញ្ចឹងអាហ្នឹងវាជា bad habit មួយដែលខ្ញុំបានធ្វើហើយមកដល់ឥឡូវនេះខ្ញុំបានកែបានច្រើនមែនតើគឺយើងបានធ្វើយើងអត់បានធ្វើគឺយើងប្រាប់ទៅគេវិញថាឥឡូវខ្ញុំអាចធ្វើបាន
bài chỉ ngày đi bạn dương ai vừa hao vậy chẳng đánh chẳng thử mất dương thử update phép kê chẳng anh nâng xuyên mẹp cho nó chỉ buồn hay đứa chuyện ngày nắng miên tập bản năng thế chẳng recap video nâng màu vĩnh advice bởi nhóm không nhiều nông trên nè thử ca freelance bàn chờ này mà thế nhưng còn là miền profile mua nhân lừa upver khó bàn chiều mà mơ nhưng miền khai ân mà cho nuốn nên được đồng đáy hay nhưng mình rọt thật luôn anh trên nè freelance chụp chơi ấy thế còn hay nhưng bàn biểu còn anh pixel mà đây ăn miền ca chui son trứng nhưng còn là chọn chạy lên tự đó là nè để chọn nè để chọn freelance đôi nhôm thà bồn ổn có anh nâng cái chiều ấy để nhóm bàn xoay vô và tập nhóm thơ freelance bàn 3-4 năm nâng chẳng nhóm sẵn khăn ta video mùi nâng chui nè nó khá nông ca cổ khổ này mình thay được đi thơ freelance thì ca bình mau từ ấy thế ấy đã sẵn khăn nâng post nó chưa nâng lừa process chưa nâng lừa khổ này thà bây giờ lời tập to vừa nâng là tập post với nâng bà hà nhé đôi bịa cái tha là tập post việc đã có bắt ca không bấn hình chân anh nâng cứ nhóm vừa nâng khổ này hay nhóm chưa lừa bịa nâng mệnh đàn trong video này nâng mình tập bản năng tế sẽ không được này ban hiện nay thay video nâng hay stay productive and group video coi